អ្នករាយការណ៍ពិសេសរបស់ UN ជំរុញឲ្យកម្ពុជានិងថៃដោះស្រាយរឿងព្រំដែនជាបន្ទាន់ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋកម្ពុជាបានវិលត្រឡប់ចូលទៅកាន់ផ្ទះសម្បែងឡើងវិញបងប្អូនប្រិយមិត្តទេសនិកជនសូមបងប្អូនតាមដានទស្សនាឲ្យបានដល់ចប់ដោយសារតែព្រឹត្តិការណ៍ព័ត៌មាននេះយើងនឹងធ្វើការវិភាគលម្អិតជូនបងប្អូនថាតើបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមួយរូបនេះបានធ្វើការប្រកាសបែបនេះតើយើងនឹងត្រូវប្រើប្រាស់យន្តការបែបណាដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់ដោយសុវត្ថិភាពជាពិសេសគឺនៅត្រង់ចំណុចដែលយោធាថៃធ្វើការកាន់កាប់ដោយឯកតោភាគីខុសច្បាប់ក្រោយបទជបាញ់នាពេលបច្ចុប្បន្ននេះទេសនាចប់ប្រសិនបើបងប្អូនយល់ថាវីដេអូនេះល្អមានសារៈសំខាន់បងប្អូនអាចចែកម្លែកទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាម្នាក់មួយទៅហើយបើចង់បានព្រឹត្តិការណ៍ព័ត៌មាននិងការវិភាគផ្សេងៗសូមបងប្អូន Subscribe លើ Channel នេះម្នាក់មួយដើម្បីទទួលបានវីដេអូបន្តបន្ទាប់នៅពេលក្រោយការវិវត្តដ៏ឈឺចាប់និងស្មុគស្មាញនៃបញ្ហាព្រំដែនកម្ពុជាថៃនាពេលបច្ចុប្បន្ននេះមិនត្រឹមតែជាការវិវត្តភូមិសាស្ត្រនយោបាយធម្មតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើយុត្តិធម៌អន្តរជាតិសិទ្ធិមនុស្សនិងសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរបស់ខ្មែរដំណើរទស្សនកិច្ចដោយផ្ទាល់និងការចេញមុខមកអង្រួនស្មារតីសហគមន៍អន្តរជាតិរបស់លោក Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សបានលាតត្រដាងការពិតយ៉ាងច្បាស់ថាជនស៊ីវិលកម្ពុជារាប់ពាន់នាក់នៅតែបន្តរស់នៅក្នុងស្ថានភាពទាល់ច្រកព្រមទាំងមិនអាចវិលត្រឡប់ទៅកាន់ទីលំនៅឋានកំណើតរបស់ខ្លួនវិញបានឡើយសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អន្តរជាតិរូបនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថាជនរងគ្រោះដោយសារតែចំនួនប្រដាប់អាវុធមានសិទ្ធិស្របច្បាប់ទាំងស្រុងនៅក្នុងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនប៉ុន្តែសិទ្ធិនេះត្រូវបានរារាំងដោយអយុត្តិធម៌បំផុតដោយសារតែឧបសគ្គនយោបាយនិងសកម្មភាពឈ្លានពានមិនឈប់ឈរពីសំណាក់ភាគីថៃភាពទាល់ច្រកដ៏វេទនានេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទុក្ខលំបាកដ៏ធ្ងន់ធ្ងររបស់រាជខ្មែរដែលត្រូវបានបាត់បង់ទាំងផ្ទះសម្បែងទ្រព្យសម្បត្តិនិងសុខសន្តិភាពផ្លូវចិត្តយ៉ាងអាណោចអាធមសន្តិសុខនិងស្ថានភាពជាក់ស្ដែងនៅតាមបណ្ដាព្រំដែនកម្ពុជាថៃនាពេលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំងជាទីបំផុតដោយសារតែភាគីថៃនៅតែបន្តសកម្មភាពឯកតោភាគីយ៉ាងកក្លឿននិងគ្មានការកោតក្រែងច្បាប់អន្តរជាតិបន្តិចសោះឡើយយោធាថៃបាននឹងកំពុងតែធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធយោធានៅលើដីខ្មែរដោយខុសច្បាប់ដែលខ្លួនពួកគេបានរំលោភបំពានក្រោយបទជបាញ់ដូចជាការបន្តសាងសង់របងព្រំដែនដោយឯកតោភាគីការសាងសង់រូបសំណាកធំៗការសាងសង់លេនដ្ឋាននិងប៉ុស្តិ៍ត្រួតពិនិត្យការសាងសង់ផ្លូវក្រាលគ្រួសក្រហមនិងក្រាលកៅស៊ូចាក់បេតុងនិងការបោសសម្អាតផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរនៅលើទីតាំងដែលពួកគេបានកាន់កាប់ដោយខុសច្បាប់លើពីនេះទាហានថៃមិនត្រឹមតែមិនព្រមដកកម្លាំងចេញពីតំបន់នោះឡើយប៉ុន្តែពួកគេថែមទាំងបានខិតខំកសាងសំណង់ថ្មីៗកែប្រែស្ថានភាពថ្មីរាយលុះបន្លានិងដាក់ទូកុងតឺន័របាត់ផ្លូវមិនឲ្យប្រជាជនខ្មែរដែលជាម្ចាស់ដីស្របច្បាប់នេះចូលទៅរស់នៅឡើងវិញនោះឡើយសកម្មភាពឈ្លានពានទាំងអស់នេះត្រូវបានអមទៅដោយប្រដាប់អាវុធគ្រប់ដៃនិងការប្រើប្រាស់អំពើហិង្សាគំរាមកំហែងយ៉ាងកម្រោលសូម្បីតែនៅពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះត្រួតពិនិត្យជាផ្លូវការក៏ត្រូវបានយោធាថៃបាញ់បោះគំរាមមិនឲ្យមកជិតលួសបន្លាឬក៏របងទូកុងតឺន័រនោះផងដែរភាពអយុត្តិធម៌និងការឈ្លានពានរបស់ថៃនេះមិនមែនកើតមានត្រឹមតែតំបន់ច្រកព្រំដែនធម្មតាប៉ុណ្ណោះទេប៉ុន្តែពួកគេបានបំពានចូលជ្រៅទៅក្នុងទឹកដីដ៏ពិសិដ្ឋនៃប្រវត្តិសាស្ត្ររបស់ខ្មែរដូចជាតំបន់អានសេះតំបន់ប្រាសាទខ្នាតនិងតំបន់ប្រាសាទតាក្របីដែលសុទ្ធសាធតែជាទីតាំងស្ថិតនៅលើជ្រៅនៃដីខ្មែរស្របច្បាប់តាមផែនទីអន្តរជាតិខ្នាត1លើ200,000ដ៏ត្រឹមត្រូវទោះបីជាផែនទីផ្លូវការកំណត់ច្បាស់លាស់យ៉ាងណាក៏ដោយក៏ភាគីថៃមិនត្រឹមតែមិនគោរពតាមនោះទេប៉ុន្តែពួកគេថែមទាំងបំពានលើសូម្បីតែផែនទីដែលភាគីថៃនេះគូសដោយខ្លួនឯងដែលមានខ្នាត1លើ50,000ព្រមទាំងមានផែនការមេនៅក្នុងការគូសបន្លំបំផ្លែងដែនដីអានសេះនេះឲ្យទៅជាដីរបស់ខ្លួនថែមទៀតផងសកម្មភាពរំលោភបំពានបន្លំដែនដីទាំងអស់នេះធ្វើឲ្យសំណួរត្រូវបានលើកឡើងថាតើអាចឲ្យប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅរស់នៅដោយសុខសន្តិភាពតាមការអំពាវនាវរបស់អង្គការសហប្រជាជាតិយ៉ាងដូចម្តេចបានបើទីកន្លែងកំណើតនិងលំនៅឋាននិងភូមិស្រុករបស់ពួកគេនេះត្រូវបានយោធាថៃកែប្រែកាប់ឆ្ការនិងស្ថាបនាទៅជាបន្ទាយយោធាអស់ស្ទើរតែគ្មានសល់ទៅហើយនោះបើពិនិត្យទៅលើបរិបទនយោបាយនិងសកម្មភាពជាក់ស្ដែងគេអាចមើលឃើញយ៉ាងច្បាស់ថាសកម្មភាពរបស់ថៃនាពេលនេះគឺជាការឈ្លានពានយ៉ាងពិតប្រាកដហើយដោយក្រោយពីការប្រើប្រាស់អាវុធនៅក្នុងសង្គ្រាមចំនួន2លើ
កាលពីឆ្នាំ2025ថៃនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងកម្រោតខណៈដែលកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននៅគោលការណ៍ច្បាប់អន្តរជាតិនិងយន្តការទ្វេភាគីគ្រាន់តែថៃនៅតែព្យាយាមគេចវេះមិនព្រមចរចារហូតមកទល់សពថ្ងៃនេះរដ្ឋាភិបាលនិងយោធាថៃប្រឹងប្រែងខំកសាងស្ថានភាពថ្មីដាក់ពង្រាយកម្លាំងយោធានិងប្រើប្រាស់ល្បិចកលនយោបាយការទូតទ្វេភាគីដើម្បីបិទបាំងទង្វើខុសច្បាប់របស់ខ្លួនដោយមិនខ្វល់ខ្វាយអំពីការគោរពកិច្ចព្រមព្រៀងឬក៏សេចក្តីសម្រេចរបស់វេទិកាអន្តរជាតិឡើយការដែលថៃបន្តបង្ហាញឥរិយាបថរឹងរូសនិងបន្តកសាងសំណង់យោធាគឺដើម្បីព្យាយាមបង្កើតនូវការពិតដែលសម្រេចទៅដោយកម្លាំងបាយនៅលើដីអធិបតេយ្យភាពរបស់កម្ពុជាដែលជារបៀបរបបនៃការរំលោភបំពានបែបសម័យអាណានិគមថ្មីដែលពិភពលោកសម័យទំនើបមិនអាចអត់ឱនបានឡើយជាសេចក្តីសរុបរួមមកការវិភាគទៅលើទស្សនវិជ្ជាទូទៅបានបង្ហាញថាដំណោះស្រាយចំពោះវិបត្តិព្រំដែនកម្ពុជាថៃនេះគឺមិនអាចសម្រេចបានទៅដោយងាយៗឡើយប្រសិនបើចង់ឲ្យសេចក្តីអំពាវនាវរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិคล้ายទៅជាការពិតបានលុះត្រាតែសហគមន៍អន្តរជាតិប្រើប្រាស់សម្ពាធនយោបាយនិងច្បាប់អន្តរជាតិដ៏តឹងរ៉ឹងជាទីបំផុតដើម្បីបង្ខំឲ្យរដ្ឋាភិបាលនិងយោធារបស់ថៃបញ្ឈប់ភ្លាមៗនៅរាល់សកម្មភាពឯកតោភាគីការសាងសង់ខុសច្បាប់និងការដកកម្លាំងយោធាចេញពីតំបន់អធិបតេយ្យភាពរបស់ខ្មែរការធានាឲ្យប្រជាពលរដ្ឋរបស់ខ្មែរវិលត្រឡប់ចូលទៅកាន់ផ្ទះសម្បែងវិញគឺជាសិទ្ធិមនុស្សជាមូលដ្ឋានក្រមច្បាប់អន្តរជាតិដែលមិនអាចឲ្យភាគីណាមួយយកមកចរចាដោះដូរតាមអំពើចិត្តបានឡើយកម្ពុជានៅតែរក្សាជំហរអត់ធ្មត់និងដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែថៃត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតនិងការរំលោភបំពានទាំងឡាយដែលរាល់ផែនការឈ្លានពានទឹកដីព្រមទាំងការបិទសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានលុបចោលជាបន្ទាន់ដើម្បីស្ដារយុត្តិធម៌និងសន្តិសុខពិតប្រាកដឡើងវិញបងប្អូនប្រិយមិត្តទេសនិកជននេះគឺជាព្រឹត្តិការណ៍ព័ត៌មានរួមជាមួយនឹងអត្ថបទវិភាគដែលខ្ញុំបានសរសេរដោយផ្ទាល់ដៃវាពិតណាស់ឆ្លុះបញ្ចាំងអំពីដំណើរការទូតរបស់កម្ពុជាកំពុងតែមានប្រសិទ្ធភាពបណ្ដើរហើយនេះគឺជាដំណឹងដ៏គួរឲ្យអបអរសាទរនិងបង្ហាញអំពីលទ្ធផលយ៉ាងពិតប្រាកដនៃការខិតខំប្រឹងប្រែងព្យាយាមរបស់ថ្នាក់ដឹកនាំកម្ពុជាប្រសិនបើសហគមន៍អន្តរជាតិគេមិនទទួលស្គាល់អំពីភាពលំបាកក៏ដូចជាអំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាទេម្ល៉េះហើយអ្នករាយការណ៍ពិសេសរបស់ UN មួយនេះក៏មិនអាចស្ដែងចេញឲ្យឃើញឬក៏ប្រកាសឬក៏ធ្វើសេចក្តីប្រកាសមួយនេះទៅកាន់ភាគីថៃផងដែរដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មានជំនឿទុកចិត្តរួបរวมសាមគ្គីគ្នាដើម្បីរួមកម្លាំងនៅក្នុងការដោះស្រាយឈរលើគោលការណ៍ការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាបន្តទៅមុខទៀតហើយឆ្លៀតនៅក្នុងឱកាសពេលបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវតែរួបរวมកម្លាំងគ្នាដើម្បីគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបញ្ឈប់នៃការប្រើប្រាស់ផលិតផលរបស់ចោលទៅយើងងាកមកប្រើប្រាស់ផលិតផលរបស់ខ្មែរដែលផលិតដោយកូនខ្មែរដើម្បីគ្រប់គ្រងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្មែរយ៉ាងពិតប្រាកដដែលនេះគឺជាចម្លើយនឹងការឆ្លើយតបមួយនៃការដឹងគុណក៏ដូចជាការយកចិត្តទុកដាក់របស់កូនខ្មែរទៅលើវិស័យសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជាតិទន្ទឹមទៅនឹងមានការឈ្លានពានពីសំណាក់សត្រូវខាងក្រៅអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាយើងនឹងបន្តជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិបន្តក្នុងវីដេអូក្រោយសូមជម្រាបលាWell, ladies and gentlemen, thank you so much អរគុណច្រើនចាស់ដែលបានចូលរួមនៅក្នុងចាស់សំសិទ្ធនៅនេះខ្ញុំមានកិត្តិយសណាស់ដើម្បីដែលបានមកទីនេះនៅក្នុងប្រទេសកម្ពុជានៅក្នុងបេសកកម្មផ្លូវការលើកទី1របស់ខ្ញុំជាអ្នកតំណាងអង្គការសហជីវជាតិទទួលបន្ទុកស្ថានភាពចាស់អ្វីដែលចាគួរឲ្យសោកស្ដាយនោះគឺថាបេសកកម្ម2សប្តាហ៍របស់ខ្ញុំនេះគឺបានមកដល់ទីបញ្ចប់ហើយប៉ុន្តែបេសកកម្មលើកនេះគឺជាទស្សនកិច្ចលើកទី1ក្នុងចំណោមទស្សនកិច្ចជាច្រើនទៀតចាដែលខ្ញុំគ្រោងសម្រាប់រយៈពេលនៅក្នុងអាណត្តិការងាររបស់ខ្ញុំជាបឋមសូមអរគុណចាចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍រូបខ្ញុំក្នុងនាមជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិខ្ញុំបានទទួលសិទ្ធិចាចូលទៅកាន់ពន្ធនាគារជំរំជនភួយសាប់និងតំបន់ព្រំដែនដែលមិនអត់មានការរារាំងខ្ញុំបានជួបជាមួយអ្នកនយោបាយមកពីគណៈបព្វប្រឆាំងចាអ្នកការពារសិទ្ធិមនុស្សសកម្មជនចាក៏ដូចជាតំណាងអង្គការសង្គមស៊ីវិលអ្នកសារព័ត៌មានបុគ្គលិកមនុស្សធម៌និងអ្នកការទូតជាច្រើនហើយជំនួបទាំងអស់នេះគឺបានប្រព្រឹត្តទៅដោយសេរីនិងគ្មានការរឹតបន្តឹងអ្វីនោះទេមន្ត្រីរាជរដ្ឋាភិបាលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅ
ចាហើយក៏បានផ្ដល់ព័ត៌មាននិងទស្សនវិស័យជាច្រើនជំវិញស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាខ្ញុំមានក្តីសោមនស្សដែលបានជួបចាជាមួយនឹងអិសរាជជននិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងនោះរួមមានទាំងសម្ដេចចាតេជោហ៊ុនសែនក៏ដូចជាខាងនាយករដ្ឋមន្ត្រីសម្ដេចប្រវត្តិបតីហ៊ុនម៉ាណែតក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសក្រសួងមហាផ្ទៃក្រសួងយុតិធធម៌ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យាគណៈកម្មការជាតិរៀបចំការបោះឆ្នោតរដ្ឋបាលខេត្តបន្ទាយមានជ័យក៏ដូចជាឯកឧត្តមទេសរដ្ឋមន្ត្រីសុកស៊ីផាណាផងដែរចាថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់បានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនិងប្រកបដោយខ្លឹមសារហើយទោះបីយើងមិនបានយល់ស្របនៅគ្រប់ចំណុចក្តីប៉ុន្តែរាល់ការផ្ដោតដោយយោបល់គ្នាថ្មីនេះត្រូវបានធ្វើឡើងដោយក្តីគោរពនិងស្មារតីស្ថាបនាខ្ញុំរំពឹងថានឹងធ្វើការងារជាមួយថ្នាក់ដឹកនាំនិងស្ថាប័នទាំងអស់ចាស់នៅថ្ងៃខាងមុខទៀតក្នុងអាណត្តិការងាររបស់ខ្ញុំដើម្បីការពារលើកម្ពុជាសិទ្ធិមនុស្សនៅកម្ពុជាខ្ញុំមកប្រទេសកម្ពុជាដើម្បីស្វែងយល់ស្ថានភាពជាក់ស្ដែងដើម្បីឲ្យរបាយការណ៍របស់ខ្ញុំជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិគឺជារបាយការណ៍ផ្អែកលើអង្គហេតុពិតប្រាកដហើយខ្ញុំអាចមានលទ្ធភាពផ្ដល់អនុសាសន៍និងការគ្រប់គ្រងប្រកបដោយប្រយោជន៍ជូនដល់អ្នកពាក់ព័ន្ធទាំងអស់អញ្ចឹងអូខេអត់ឬក៏ជាការរំខានដែរចាស់ភ្លៀងហ្នឹងចឹងលឺខ្ញុំទេបើសិនជាទៅ3ភ្លៀងអញ្ចឹងគេប្រាប់ខ្ញុំឲ្យនិយាយយឺតជាងនេះចាចឹងខ្ញុំនឹងចាប់ផ្ដើមនិយាយយឺតជាងមុនការគ្រប់ច្បាប់អន្តរជាតិចាគឺជាសសរស្តម្ភដ៏សំខាន់ចាសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សហើយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ក៏បានបញ្ជាក់ប្រាប់ខ្ញុំផងដែរថាការគោរពច្បាប់អន្តរជាតិគឺជាសសរស្តម្ភមួយសម្រាប់ការឈានទៅកសាងការសេចក្តីសម្រេចប្រកបដោយយុត្តិធម៌មួយនៅក្នុងចំពោះបញ្ហាចំនួនព្រំដែនជាមួយប្រទេសថៃហើយខ្ញុំបានធ្វើដំណើរទៅកាន់ព្រំដែនដើម្បីមើលឃើញផ្ទាល់នៅផលប៉ះពាល់នឹងដើម្បីជួបជាមួយប្រជាពលរដ្ឋរងគ្រោះហើយបន្ទាប់ពីបានជួបភាសាជាមួយនឹងអាបាខេត្តបន្ទាយមានជ័យក៏ដូចហើយនឹងបានទទួលការបកស្រាយយ៉ាងសពជ្រុងជ្រោយខ្ញុំក៏បានទៅទស្សនកិច្ចនៅជំរំជាលំនៅបដោះអាសន្នដែលបានសាងសង់ឡើងដោយអាជ្ញាធរកម្ពុជាហើយក៏បានសង្កេតមើលសកម្មភាពរបស់កុមារដែលកំពុងឈរតម្រង់ជួរចាំទទួលអាហារពេលព្រឹកផងដែរហើយអ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តហ្នឹងគឺថាជនរងគ្រោះគាត់តែងតែយំរៀបរាប់ប្រាប់ខ្ញុំអំពីអ្វីដែលគាត់បាត់បង់ហើយម្ដាយនោះគាត់ក៏បានរៀបរាប់អំពីពេលដែលភូមិគាត់ត្រូវបានគេទម្លាក់គ្រាប់បែកហើយផ្ទះគាត់ត្រូវបានគេឈូសឆាយហើយប្រជាពលរដ្ឋស៊ីវិលប្រមាណជា65,000 នាក់គឺបានជំនះចេញពីតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅហើយឥឡូវហ្នឹងនៅសល់ជាង20,000ទៀតដែលគាត់មិនទាន់បានត្រឡប់ទៅផ្ទះវិញហើយខ្ញុំបាននិយាយជាមួយគាត់ថាគាត់អត់អាចទៅផ្ទះបានទេដោយសារតែភូមិរបស់គាត់កន្លែងគាត់រស់នៅហ្នឹងឥឡូវហ្នឹងគឺកាន់កាប់ដោយទីហ៊ានថៃហើយខ្ញុំបានធ្វើដំណើរទៅដល់ជាយនៃទីប្រជុំជននៅកន្លែងដែលមានគេដាក់របាំងគេដាក់ខ្សែលួសជាដើមដែលមិនឲ្យពលរដ្ឋនឹងទៅដល់ផ្ទះរបស់គាត់ហើយខ្ញុំក៏ឃើញផ្ទះហ្នឹងគឺថាមានស្នាមធ្លុះធ្លាយក៏ដូចជារោងជាងឃ្លាំងដែលរងការខូចខាតហើយថែមទាំងឃើញគ្រាប់បែកមួយទៀតនៅទីនោះដែលមិនទាន់ផ្ទុះហើយនេះគឺជាបញ្ហាកង្វល់ផ្នែកបើយោងតាមច្បាប់អន្តរជាតិគឺជនដែលត្រូវបានជំនះចេញហ្នឹងគឺគាត់មានសិទ្ធិអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញហើយកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី27ខែធ្នូរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺមានចែងយ៉ាងច្បាស់ថាជនស៊ីវិលគឺត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះហើយនឹងមុខរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពនិងដែលឥតមានការរារាំងឡើយអញ្ចឹងហើយបានជាការចាំបាច់ណាស់ដែលប្រទេសកម្ពុជានិងប្រទេសថៃត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋ
គឺពួកគាត់ត្រូវការក៏ដូចជាស័ក្តិសមនឹងបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញកង្វល់ផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធជាមួយនឹងចំនួននេះគឺមិនមែនមានត្រឹមតែរឿងការបាត់បង់ទីជម្រកនោះទេអញ្ចឹងប្រជាជននៅជំរំគាត់បានបង្ហាញថាគាត់ក៏អត់មានការងារធ្វើទេគាត់បាត់បង់ទ្រព្យសម្បត្តិហើយគឺគាត់មានក្តីបារម្ភខ្លាំងណាស់មិនដឹងធ្វើម៉េចដើម្បីមានម្ហូបមានអាហារអីចិញ្ចឹមកូនគ្រួសាររបស់គាត់ទេប្រជាជនចាស់ពលករជាង900,000 នាក់គឺបានវិលត្រឡប់មកពីប្រទេសថៃវិញហើយជំនាញវិជ្ជាជីវៈរបស់គាត់ហ្នឹងគឺអត់សូវត្រូវជាមួយនឹងស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាទេហើយពួកគេជាច្រើនក៏អត់ទាន់មានការងារធ្វើនៅឡើយទេអញ្ចឹងការបាត់ទ្វារព្រំដែនបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាក៏ដូចជាសហគមន៍នៅតាមព្រំដែនដែលក៏ពឹងផ្អែកទៅលើការជួញដូរកសិផលក៏ដូចជាទំនិញផ្សេងៗទៀតហើយវិស័យអប់រំការថែទាំសុខភាពនិងសេវាផ្សេងៗនៅតាមបណ្ដាព្រំដែនហ្នឹងក៏បានរងការរំខានយ៉ាងធ្ងន់ធ្ងរផងដែរខ្ញុំមានឆន្ទៈហើយក៏បានត្រៀមខ្លួនជាស្រេចផងដែរដើម្បីធ្វើការជាមួយទាំងរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលថៃដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធជាមួយនឹងចំនួននេះខ្ញុំសូមសង្កត់ធ្ងន់ជាពិសេសថាការដោះស្រាយចំនួននេះបានឆាប់រហ័សនិងដោយសន្តិវិធីគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឲ្យប្រជាពលរដ្ឋក៏អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយរស់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាពស្ថិរភាពហើយក៏ដូចជាអាចចាប់យកឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែនផងដែរសម្ដេចហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជានិងមន្ត្រីជាច្រើនទៀតក៏បានគូបញ្ជាក់ប្រាប់ខ្ញុំអំពីសារៈសំខាន់នៃការពឹងផ្អែកទៅលើច្បាប់អន្តរជាតិដើម្បីដោះស្រាយវិបត្តិខ្ញុំយល់ស្របជាមួយទស្សនៈនេះហើយខ្ញុំក៏ជឿជាក់យ៉ាងមុតមមនិងស្នើឲ្យមានការយកចិត្តទុកដាក់ដូចគ្នានេះផងដែរចំពោះការអនុវត្តច្បាប់អន្តរជាតិដើម្បីដោះស្រាយកង្វល់ផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរខ្ញុំបានពិនិត្យព័ត៌មានដែលបានទទួលពីអ្នកការពារសិទ្ធិមនុស្សនិងភាគីផ្សេងៗទៀតរួមទាំងក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនតាមទំនឹងចិត្តក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការសង្គមស៊ីវិលនានាដែលបានបង្ហាញឲ្យឃើញថាមានមនុស្សជាង100 នាក់ដែលបានកំពុងជាប់ឃុំនៅក្នុងប្រទេសកម្ពុជាដោយសារតែគាត់បានប្រើប្រាស់សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិសិទ្ធិក្នុងការជួបជុំសិទ្ធិនៅក្នុងការបង្កើតសមាគមឬក៏សហជីពហើយខ្ញុំក៏បានចាប់ផ្ដើមពិនិត្យមើលករណីទាំងអស់ហ្នឹងហើយក៏បានលើកឡើងនៅកង្វល់អំពីការឃុំខ្លួននិងស្ថានភាពនៃការឃុំខ្លួនបុគ្គលទាំងនេះនៅក្នុងអំឡុងពេលបេសកកម្មរបស់ខ្ញុំផងដែរហើយខ្ញុំក៏បានជួបជាមួយនឹងជនជាប់ឃុំមួយចំនួនដោយដែលខ្ញុំបានបញ្ជាក់ខាងលើផងដែររួមមានទាំងសកម្មជនជាយុវជនសមាជិកគណៈបកប្រឆាំងអ្នកសារព័ត៌មានដែលត្រូវបានផ្តន្ទាទោសនិងដាក់ពន្ធនាគារដោយសារតែសកម្មភាពមួយចំនួនហ្នឹងគឺគាត់បានចូលរួមនៅក្នុងការតស៊ូមតិដើម្បីសហគមន៍ដែលត្រូវបានបណ្តេញចេញពីដីធ្លីដោយសារតែពួកគាត់ចងក្រងជាឯកសារអំពីការខូចខាតបរិស្ថានក៏ដូចជាថ្លែងសារនយោបាយមួយចំនួនខ្ញុំក៏បានស្ដាប់រឿងរ៉ាវរបស់ពួកគេហើយចំណាប់អារម្មណ៍ខ្ពស់ចំពោះខ្ញុំចាប់អារម្មណ៍មែនទែនចំពោះសេចក្តីក្លាហាននិងការបដិញ្ញាចិត្តរបស់ពួកគេដែលធ្វើការដើម្បីអនាគតកាន់តែប្រសើរសម្រាប់ប្រទេសជាតិរបស់ខ្លួនហើយពួកគាត់ជាច្រើនគឺមានសេចក្តីក្តុកក្តួលនិងខ្លាចផ្សាដោយសារតែត្រូវប្រាក់ប្រាស់ពីប្តីប្រពន្ធកូនទូចៗនិងមនុស្សជាទីស្រឡាញ់របស់ខ្លួនហើយខ្ញុំក៏បានជួបជាមួយអិសរាជជននយោបាយមួយចំនួនចាស់ដូចជាកឹមសុខានិងលោករងឈុនជាដើមដែលត្រូវបានដោះលែងមានសេរីភាពពីការឃុំខ្លួនប៉ុន្តែបន្តស្ថិតក្រោមការរឹតបន្តឹងសិទ្ធិនយោបាយចាស់ហើយជនជាប់ឃុំមួយចំនួនគឺដែលខ្ញុំបានជួបសន្ទនាហ្នឹងគឺថាបានប្រាប់ខ្ញុំថាអាជ្ញាធរឬក៏អន្តរការីបានស្នើផ្ដល់ការលើកលែងទោសជាថ្នូរនឹងការសុំទោសហើយបាននឹងការចុះចូលជាមួយនឹងគណៈបកកណ្ដាលអំណាចហើយមានការរាយការណ៍ថាជនជាប់ឃុំរាប់សិបនាក់ត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងបែបនេះជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសមត្ថភាពរបស់គេក្នុងការបន្តការងារតស៊ូមតិរបស់ខ្លួនហើយមន្ត្រីកម្ពុជាមួយចំនួនរួមទាំងសម្ដេចយុរដ្ឋមន្ត្រីនិងសម្ដេចប្រធានព្រឹទ្ធសភាបានការពារជំហរក្នុងការឃុំខ្លួនបុគ្គលដោយខ្ញុំបានលើកឡើងខាងដើមដែលបានបញ្ជាក់ថាអ្នកទាំងនោះត្រូវបានជំនុំជម្រះនិងផ្ដន្ទាទោសយោងតាមច្បាប់កម្ពុជាហើយព្រមទាំងបានគូបញ្ជាក់អំពីកង្វល់ស្ដីអំពីសន្តិសុខជាតិនិងការគម្រាមកំហែងផ្សេងទៀតចំពោះរាជរដ្ឋាភិបាលនិងសង្គមកម្ពុជាមន្ត្រីទាំងអស់ដែលបានស្ដាប់ការលើកឡើងរបស់ខ្ញុំគឺ
ស្ដីពីកង្វល់ទាំងនេះគឺថាគាត់បានយល់ព្រមធ្វើការជាមួយខ្ញុំក្នុងខណៈដែលខ្ញុំនឹងបន្តមើលករណីទាំងនេះបន្ថែមទៀតមិនគួរមាននរណាម្នាក់ដែលត្រូវជាប់ឃុំឃាំងដោយសារតែអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួននោះឡើយថ្នាក់ដឹកនាំនយោបាយក៏ដូចជាគណៈបកប្រឆាំងពុំគួរមានការភ័យខ្លាចនៅក្នុងការចូលរួមក្នុងសកម្មភាពនយោបាយដោយសន្តិវិធីនោះទេច្បាប់កម្ពុជាគួរតែមានភាពស៊ីសង្វាក់ជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិការឈានទៅសម្រេចបានគោលដៅទាំងអស់នេះនៅក្នុងប្រទេសកម្ពុជាគឺជាអាទិភាពដ៏សំខាន់របស់ខ្ញុំក្នុងនាមជាអ្នករាយការណ៍ពិសេសហើយខ្ញុំរំពឹងថានឹងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅសម្រេចបាននៅគោលបំណងនេះហើយប្រទេសកម្ពុជាក៏បានផ្ដល់សច្ចាប័នលើលិខិតតុបករអន្តរជាតិសិទ្ធិមនុស្សសំខាន់ៗរួមទាំងសិទ្ធិសញ្ញាសិទ្ធិមនុស្ស SNOL ចំនួន8ក្នុងចំណោមសិទ្ធិសញ្ញាទាំង9ក៏ដូចជាលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនិងអនុសញ្ញាអង្គការសហជីវជាតិស្ដីពីជនភៀសខ្លួនផងដែរហើយកម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងស្មារតីស្ថាបនានៅក្នុងការពិនិត្យឡើងវិញតាមការកំណត់ជាសកលឬក៏ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សហើយវត្តចុងក្រោយនេះគឺជុំទី4ហ្នឹងគឺថាយើងបានបញ្ចប់ការពី2ឆ្នាំមុនហើយរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកប្រមាណ 84% នៃអនុសាសន៍ដែលបានលើកឡើងហើយកម្ពុជាក៏តែងតែសហការជាទៀងទាត់ជាមួយការពិនិត្យឡើងវិញដោយគណៈកម្មការសន្ធិសញ្ញាសិទ្ធិមនុស្សផងដែរអញ្ចឹងការបដិញ្ញាចិត្តទាំងអស់នេះដើរតួជាគ្រឹះយ៉ាងរឹងមាំសម្រាប់អាណត្តិការងាររបស់ខ្ញុំនៅក្នុងវិស័យដែលខ្ញុំសង្ឃឹមថាយើងនឹងធ្វើការជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាហើយខ្ញុំនឹងពិនិត្យមើលក្របខ័ណ្ឌច្បាប់របស់កម្ពុជាឲ្យកាន់តែស៊ីជម្រៅនៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សររបស់ខ្ញុំដែលខ្ញុំនឹងដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនាពេលខាងមុខច្បាប់ជាច្រើនរួមទាំងបទបញ្ញត្តិមួយចំនួននៅក្នុងក្រមព្រហ្មទណ្ឌដែលត្រូវបានប្រើប្រាស់ដើម្បីចាប់សកម្មជនប្រឆាំងអ្នកការពារសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានដាក់ពន្ធនាគារព្រមទាំងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគឺមិនស្របគ្នាជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិឡើយប៉ុន្តែគួរឲ្យស្ងាត់សរសើរគឺប្រទេសកម្ពុជាក៏បានទទួលយកនៅអនុសាសន៍ជាច្រើនដែលបានលើកឡើងក្នុងអំឡុងដំណើរការ UPR ដើម្បីពិនិត្យឡើងវិញនិងធ្វើកំណែទម្រង់ច្បាប់ទាំងនេះនិងច្បាប់ផ្សេងទៀតផងដែរហើយដូចខ្ញុំបានបញ្ជាក់ជូនមន្ត្រីកម្ពុជាគឺខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះហើយក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំមន្ត្រីរដ្ឋាភិបាលកម្ពុជាគាត់ក៏បានទទួលស្គាល់ដែរហើយតាក់ទងជាមួយនឹងពន្ធនាគារដែលមានលក្ខណៈចង្អៀតហើយប្រធានពន្ធនាគារបញ្ជាក់ប្រាប់ខ្ញុំថាចាស់គ្រឹះស្ថានពន្ធនាគារមានភាពចង្អៀតខ្លាំងហើយចំនួនជនជាប់ទោសហ្នឹងគឺមានការកើនឡើងជាបណ្ដាហើយចាប្រធានពន្ធនាគារមួយគាត់ប្រាប់ថាអត់សូវមានជាថ្នាំគ្រប់គ្រាន់ទេហើយអ្នកជាប់ពន្ធនាគារគាត់ប្រាប់ថាទីកន្លែងជាអៀតហើយកើតរោគរមាស់រោគស្បែកច្រើនដោយសារតែនៅជាអៀតគ្នាហើយអញ្ចឹងយើងសង្ឃឹមថានឹងមានការយល់នឹងមានការជជែកចាស់បន្ថែមទៀតហើយតាមរយៈចាស់ការពិភាក្សារបស់ខ្ញុំជាមួយនឹងក្រសួងយុតិធម៌គឺមានកិច្ចខិតខំចាស់ដើម្បីបន្ធូរបន្ថយនៅបញ្ហានេះហើយព្រឹកមិញខ្ញុំបានជួបជាមួយនឹងក្រសួងការបរទេសដែលបានបញ្ជាក់ថាថ្នាក់ដឹកនាំរបស់កម្ពុជានឹងយកចិត្តទុកដាក់ដោះស្រាយនៅបញ្ហានេះហើយចាស់ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំមនុស្សជាច្រើនរួមទាំងមន្ត្រីរដ្ឋាភិបាលបុគ្គលិកមនុស្សធម៌ក៏ដូចជាតំណាងអង្គការសង្គមស៊ីវិលនិងភាគីផ្សេងៗទៀតក៏បានលើកឡើងអំពីកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍគូជាទីកត់សម្គាល់ដែលកម្ពុជាទទួលបានចាប់តាំងពីបានចាក់ផុតពីភាពភ័យរន្ធត់នៃសង្គ្រាមចាស់និងចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយប្រទេសកម្ពុជាក៏បានកែលម្អលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរាប់លានអ្នកចាស់ហើយអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយប្រមាណជាងពាក់កណ្ដាលនៅចន្លោះឆ្នាំ2009ដល់ឆ្នាំ2019អាយុកាលរំពឹងរស់បានកើនឡើងចំនួន15ឆ្នាំនៅចន្លោះទសវត្សរ៍ឆ្នាំ90ដល់2023ចាអត្រាស្លាប់របស់កុមារអាយុក្រោម5ឆ្នាំបានធ្លាក់ចុះ 75% ក្នុងរយៈពេល2ទសវត្សរ៍អត្រាចុះឈ្មោះចូលរៀនការបញ្ចប់ការសិក្សាអត្រាចាក់វ៉ាក់សាំងនិងការទទួលបានអគ្គិសនីទឹកស្អាតនិងអនាម័យក៏បានកើនឡើងយ៉ាងខ្លាំងផងដែរកម្ពុជាគ្រោងនឹងចាក់ចេញពីស្ថានភាពជាប្រទេសមានការអភិវឌ្ឍតិចតួច LDC នៅក្នុងឆ្នាំ2029នេះមិនមែនមានន័យថាប្រជាជនកម្ពុជាមិនកំពុងជួបប្រទះបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ
ហើយខ្ញុំបានលើជាញឹកញាប់អំពីកម្រិតបំណុលខ្ពស់របស់គ្រួសារកម្ពុជាជាច្រើនចាហើយដែលគម្រាមកំហែងដល់សុខុមាលភាពរបស់ពួកគាត់ក៏ដូចជាធ្វើឲ្យមានហានិភ័យកាន់តែខ្លាំងចំពោះការកេងប្រវ័ញ្ចផងដែរហើយចំនួនជាមួយប្រទេសថៃក៏ដូចជាវិបត្តិការឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏បានចូលរួមចំណែកធ្វើឲ្យមានការថយចុះផ្នែកសេដ្ឋកិច្ចផងដែរខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចមានពេលចាដើម្បីស្វែងយល់អំពីបញ្ហាទាំងអស់នេះឲ្យបានទាំងអស់នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំចាប៉ុន្តែខ្ញុំនឹងរងចាំចាការពិនិត្យបន្ថែមទៀតអំពីជោគជ័យនិងបញ្ហាប្រឈមរបស់កម្ពុជាពាក់ព័ន្ធជាមួយនឹងសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ហើយប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយហើយនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំបន្ទាប់ទៀតហើយជាមួយនឹងការបោះឆ្នោតនាពេលខាងមុខនេះរាជរដ្ឋាភិបាលមានឱកាសក្នុងការបង្កើតបរិយាកាសនយោបាយឲ្យកាន់តែបើកទូលាយហើយកត្តាសំខាន់ក្នុងការក្តាប់បាននៅឱកាសនេះគឺជាការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិការជួបជុំនិងការបង្កើតសមាគមនិងសហជីពហើយខ្ញុំក៏បានជួបភាសាជាមួយថ្នាក់ដឹកនាំនៃគណៈបព្វប្រឆាំងចំនួន3នាក់ព្រមទាំងថ្នាក់ដឹកនាំនយោបាយលេចធ្លោដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយហើយពួកគាត់ទាំងអស់បានសម្ដែងនៅការបដិញ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះលទ្ធិប្រជាធិបតេយ្យសេរីភូប៉ាសេរីភាពជាមូលដ្ឋាននិងបរិយាកាសនយោបាយបើកទូលាយចា៎ហើយគណៈបកក៏ដូចជាថ្នាក់ដឹកនាំទាំងនេះយ៉ាងណាក្តីគាត់ក៏បានលើកឡើងអំពីការយីហើយនឹងបទពិសោធន៍នៃការរំខានខាងផ្នែកនយោបាយផងដែរគណៈបព្វប្រឆាំងទាំងអស់ដែលខ្ញុំបានជួបជាមួយហ្នឹងគឺគាត់បញ្ជាក់ថាគាត់បានរងនៅការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការចាប់ខ្លួនថ្នាក់ដឹកនាំគណៈបកនិងសមាជិកគណៈបកព្រមទាំងមានការរឹតបន្តឹងលើសកម្មភាពនយោបាយហើយពួកគេបានបញ្ជាក់ថាច្បាប់បោះឆ្នោតហ្នឹងគឺត្រូវបានអនុវត្តតាមអំពើចិត្តហើយនៅក្នុងន័យផ្ដន្ទាទោសចំពោះគណៈបព្វប្រឆាំងឧទាហរណ៍ខ្ញុំបានដឹងថាគេបានប្រើប្រាស់មធ្យោបាយនៃការលុបឈ្មោះបេក្ខភាពណាម្នាក់ចេញពីបញ្ជីដើម្បីបដិសេធបញ្ជីឈ្មោះបេក្ខភាពទាំងមូលរបស់គណៈបព្វប្រឆាំងសម្រាប់មណ្ឌលបោះឆ្នោតមួយហើយខ្ញុំបានលើម្ដងហើយម្ដងទៀតដែររឿងប្រជាពលរដ្ឋហ្នឹងគឺគាត់អត់បានទទួលការឧបត្ថម្ភពីកម្មវិធីបានក្រីក្ររបស់រដ្ឋាភិបាលទេបើមិនបើគាត់គ្រប់គ្រងគណៈបព្វប្រឆាំងហើយក៏មានការលើកឡើងផងដែរថាគ្រាន់តែលើកស្លាកគណៈបកនៅមុខផ្ទះគាត់ក៏អាចបណ្ដាលឲ្យមានការលំបាកក្នុងការទទួលបានសេវាសាធារណៈពីរដ្ឋបាលមូលដ្ឋានផងដែរហើយសមាជិកគណៈបព្វប្រឆាំងគាត់ក៏បានប្រាប់ខ្ញុំថាគាត់ត្រូវរក្សាភាពស្ងប់ស្ងៀមមិនសូវហ៊ានបញ្ចេញមតិទេជាពិសេសនៅពេលនិយាយពីបញ្ហាងាយរសើបដូចជាបញ្ហាចំនួនព្រំដែនហើយនឹងបាត់ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើមហើយដោយសារតែអាចមានហានិភ័យនៃការរងការចាប់ប្រកាន់អំពីបាត់ល្មើសព្រំដែនចំពោះការបញ្ចេញមតិរបស់ពួកគេហើយខ្ញុំក៏មានក្តីបារម្ភដែរតាក់ទងជាមួយនឹងចំនួនមានកម្រិតកំណត់របស់ស្ត្រីនៅក្នុងដំណើរការនយោបាយនៅក្នុងប្រទេសកម្ពុជាខ្ញុំដឹងថាស្ត្រីមានតែ 19% ប៉ុណ្ណោះនៅក្នុងចំណោមសមាជិកប្រសិទ្ធិហើយនិង 14% នៅក្នុងសមាជិករដ្ឋសភាហើយគួរឲ្យសោកស្ដាយដែរមានស្ត្រីតិចតួចណាស់ដែលបានមានវត្តមាននៅក្នុងជំនួបរបស់ខ្ញុំជាមួយមន្ត្រីរដ្ឋាភិបាលក៏ដូចជាជំនួបជាមួយគណៈបព្វប្រឆាំងហើយខ្ញុំមានការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយនឹងអាជ្ញាធរកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតដែលសេរីយុត្តិធម៌និងស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាការរីកសាយភាយនៃបណ្ដាញឧក្រិដ្ឋកម្មអនឡាញឆ្លងដែននៅក្នុងប្រទេសកម្ពុជាក៏ជាបញ្ហាមួយដ៏ធំដែរពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាអញ្ចឹងក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះបណ្ដាញឆបោកទាំងនេះបានប្រើប្រាស់កម្លាំងពលករដោយបង្ខំហើយមានជនរងគ្រោះដែលត្រូវគេជួញដូរមកពីជុំវិញពិភពលោកដើម្បីប្រព្រឹត្តការឆបោកអនឡាញដែលរកចំណូលដោយខុសច្បាប់រាប់ពាន់លានដុល្លារហើយខ្ញុំមានការលំបាកក្នុងការកំណត់ឲ្យបានច្បាស់អំពីទំហំនៃប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជារបាយការណ៍ដែលគួរជាទីទុកចិត្តនឹងបានបង្ហាញថាមនុស្សជាង 10,000 នាក់ឬច្រើនជាងនេះត្រូវបានគេជួញដូរចូលមកក្នុងប្រទេសកម្ពុជាហើយត្រូវបានបង្ខំឲ្យប្រព្រឹត្តការឆបោកតាមអនឡាញហើយមន្ត្រីរាជរដ្ឋាភិបាលបានប្រាប់ខ្ញុំថាមនុស្សប្រហែលជា30,000 នាក់ដែលបានពាក់ព័ន្ធ
ជាមួយនឹងប្រតិបត្តិការឆបោកនេះបានស្ម័គ្រចិត្តចាក់ចេញពីប្រទេសកម្ពុជាហើយអ្នកធ្វើការដែលត្រូវបានគេជួញដូរនោះគឺជាប់នៅក្នុងបរិវេណទីតាំងឆបោកធំធំដែលជ្រើសរើសស្ថិតក្នុងកាស៊ីណូសន្តាគារឬរមណីយដ្ឋាននានាហើយបរិវេណឆបោកទាំងអស់ហ្នឹងគឺមានភានលក្ខណៈទៅនឹងពន្ធនាគារដែលមានប្រអួចដាក់ចម្រឹងដែកមានលបងខ្ពស់ខ្ពស់មានរាយបលាលួពីលើហើយច្រកចេញចូលមានអ្នកយាមចាំងតឹងរឹងចាឲ្យប្រតិបត្តិការឆបោកទាំងអស់ហ្នឹងប្រើប្រាស់អំពើទារុណកម្មការឃុំខ្លួនដាក់ឲ្យឯកោការបង្អត់អាហារព្រមទាំងដាក់ទណ្ឌកម្មនិងបង្ខំខំផ្សេងទៀតដើម្បីឲ្យអ្នកទាំងអស់ហ្នឹងអនុលោមទៅតាមគោលដៅរបស់គេហើយអំពើហិង្សាផ្លូវភេទនិងការសម្លាប់ក៏មានក៏ត្រូវបានគេរាយការណ៍ថាមានច្រើនដែរហើយក្នុងអំឡុងពេលបេសកកម្មរបស់ខ្ញុំបាននិយាយជាមួយជនរងគ្រោះនៃការជួញដូរហើយក៏ប្រាប់ខ្ញុំថាគេលបួងជនរងគ្រោះឲ្យមកប្រទេសកម្ពុជានេះតាមរយៈការសន្យាថានឹងមានការងារដែលមានប្រាក់ខែល្អហើយផ្នែករដ្ឋបាលផ្នែកសេវាអតិថិជនអីជាដើមប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏បានដឹងថាការសន្យាហ្នឹងជាល្បិចកលទេហើយពួកគាត់កំពុងជាប់នៅកន្លែងដែលបានពិពណ៌នាយ៉ាងថាដូចពន្ធនាគារអញ្ចឹងណាហើយដើម្បីចាក់ចេញពីកន្លែងហ្នឹងបានគឺត្រូវរកវិធីដោយខ្លួនឯងហើយជនរងគ្រោះម្នាក់ទៀតក៏បានរៀបរាប់ថាគាត់រស់នៅក្នុងនរកនៃអំពើហិង្សានិងការធ្វើទារុណកម្មដ៏សាហាវដែលបានចាប់ផ្ដើមនៅពេលដែលគាត់ហ្នឹងសូមត្រឡប់ទៅផ្ទះវិញហើយនៅក្នុងគ្រាដ៏សែនលំបាកហ្នឹងគឺស្រាប់តែទ្វារនៃបរិមាណទីតាំងឆបោកហ្នឹងគឺបានបើកហើយឆ្មាំហ្នឹងគឺបានរត់ចេញពួកគេក៏មានសេរីភាពប៉ុន្តែចាបន្ទាប់មកក៏ជួបបញ្ហាប្រឈមនៃការរស់រានដោយគ្មានលុយហើយគ្មានលិខិតឆ្លងដែនហើយព័ត៌មានដែលអាចជឿជាក់បានបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់កម្ពុជាមានចំណងតាក់ទងនឹងប្រតិបត្តិការទាំងអស់ហ្នឹងផងដែរហើយរួមទាំងមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរហើយក្នុងឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់មួយចំនួនចាដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញក្រោមការសម្របសម្រួលរបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញដែលបានដឹកនាំដោយអនុរដ្ឋមន្ត្រីហើយប្រធានលេខាធិការដ្ឋាននៃគណៈកម្មការបានប្រាប់ខ្ញុំថាចាអាជ្ញាធរបានផ្ដោតលើគោលដៅនឹងបិទទីតាំងឆបោកជាង600កន្លែងហើយនឹងប្រតិបត្តិការឆបោកប្រមាណជាង3000អ្នកកំពុងប្រឈមនឹងនីតិវិធីព្រំប្រទានចាហើយមានការរាយការណ៍ថាអាជ្ញាធរបានដកហូតឬផ្អាកអាជ្ញាប័ណ្ណកាស៊ីណូចំនួន29កន្លែងរដ្ឋាភិបាលបានចាប់ខ្លួននិងធ្វើបច្ចុប្បន្នមេដឹកនាំសំខាន់នៃបណ្ដាឆបោកទៅកាន់ប្រទេសចិនហើយសកម្មភាពរបស់រដ្ឋាភិបាលនាឆ្នាំកន្លងមកបានរំខានយ៉ាងធ្ងន់ធ្ងរដល់បណ្ដាឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាទោះយ៉ាងណាក្ដីអ្នកស្រាវជ្រាវមន្ត្រីរដ្ឋាភិបាលនិងភាគីដទៃទៀតបានប្រាប់ខ្ញុំថាបណ្ដាឆបោកនៅតាមអនឡាញនេះនៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដោយនៅក្នុងករណីខ្លះពួកគេបានផ្លាស់ប្ដូរទីតាំងហើយនឹងរបៀបប្រតិបត្តិការហើយមានអ្នកប្រាប់ខ្ញុំថាអំពើពុករលួយបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអនុវត្តច្បាប់ដែលប្រតិបត្តិការឆបោកតែងតែទទួលដំណឹងជាមុនពេលមានការឆ្មក់ចោះបង្ក្រាបនៅក្នុងកិច្ចប្រជុំរបស់ខ្ញុំជាមួយមន្ត្រីរដ្ឋាភិបាលខ្ញុំបានលើកអំពីកង្វល់ចម្បងចំនួន2ទី1ខ្ញុំបានសួរថាតើហេតុអីបានជារដ្ឋាភិបាលមិនទាន់ចាត់វិធីការទៅលើមន្ត្រីជាន់ខ្ពស់កម្ពុជានិងបុគ្គលិកមានអំណាចដទៃទៀតដែលត្រូវបានជឿជាក់ថាមានចំណងទំនាក់ទំនងជាមួយប្រតិបត្តិការចាស់តាមអនឡាញក្នុងពេលមានការបង្ក្រាបជាបន្តបន្ទាប់នេះនាយករដ្ឋមន្ត្រីបានលើកឡើងអំពីវិធានការដែលបានធ្វើឡើងទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួនហើយស្របពេលជាមួយគ្នានឹងក៏សង្កត់ធ្ងន់ទៅលើសិទ្ធិទទួលបានដំណើរការត្រឹមត្រូវចាសម្រាប់អ្នកដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋទាំងនោះផងដែរលោកក៏បានលើកឡើងផងដែរការដាក់ទណ្ឌកម្មពីបរទេសមិនគួរជាការកំណត់អំពីប្រតិបត្តិការនៃដំណើរការច្បាប់របស់កម្ពុជាទេហើយខ្ញុំបានសង្កត់ធ្ងន់ថាដើម្បីលុបបំបាត់ឧស្សាហកម្មឆបោកតាមអនឡាញឲ្យដល់ឬគល់នោះចារដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហាអំពីចំណងព្រំប្រទានដែលតាក់ទងទៅនឹងឥស្សរជនធុរកិច្ចនយោបាយចាហើយទី2ខ្ញុំបានសម្ដែងនៅការព្រួយបារម្ភពីស្ថានភាពអស់សង្ឃឹមរបស់ជនដែលត្រូវបានដោះលែងចេញពីទីតាំងឆបោកទាំងនោះមន្ត្រីរដ្ឋាភិបាលមួយចំនួនបានប្រាប់ខ្ញុំថាអាជ្ញាធរកំពុងពិនិត្យអ្នកដែលត្រូវបានដោះលែងចេញពីទីតាំងឆបោកទាំងអស់ហ្នឹងដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរមនុស្សហើយរដ្ឋាភិបាលកំពុងផ្ដល់អាហារជំរកនិងការគ្រប់គ្រងដល់បុគ្គលទាំងអស់នោះផងដែរទោះយ៉ាងណាក៏ភាគីផ្សេងទៀតរួមទាំងយុរដ្ឋមន្ត្រីបានបង្ហាញថាប្រទេសកម្ពុជានៅខ្វះខាតសមត្ថភាពក្នុងការពិនិត្យអ្នកដែលត្រូវបានដោះលែងចេញពីទីតាំងឆបោកទាំងនោះហើយគ្រាន់តែផ្ដោតការបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនប៉ុណ្ណោះតាមពិតទៅការសន្ទនារបស់ខ្ញុំជាមួយអ្នកជំនាញនិងអ្នកធ្វើការផ្នែកសិទ្ធិមនុស្សបង្ហាញថារដ្ឋាភិបាលបានចាត់ទុកអ្នកដែលត្រូវបានដោះលែងទាំងនោះជាជនអន្តោប្រវេសន៍ខុសច្បាប់
จะให้ทนเทียนระบอบអង្គការមិនមែនរដ្ឋាភិបាលនិងភ្នាក់ងារមនុស្សធម៌ដែលបម្រើដល់ជនរងគ្រោះទាំងនោះគឺចាពិចារណាគឺមិនទាន់គ្រប់គ្រាន់ទេបុគ្គលដែលត្រូវបានដោះលែងចេញពីទីតាំងឆបោកទាំងនោះក៏ពេលខ្លះត្រូវបានរដ្ឋាភិបាលរបស់ពួកគេបងចោលផងដែរហើយរដ្ឋាភិបាលមួយចំនួនក៏មិនបានផ្ដល់ជំនួយឬកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរដែរខ្ញុំមានក្តីបារម្ភថាអាចមានជនរងគ្រោះចាស់នៃការជួញដូររាប់ពាន់នាក់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹមនៅក្នុងប្រទេសកម្ពុជាហើយដែលពួកគាត់ក៏ទទួលបានការគ្រប់គ្រងតិចតួចឬគ្មានការគ្រប់គ្រងពីរដ្ឋាភិបាលកម្ពុជាពីប្រទេសកំណើតរបស់ពួកគេឬពីភ្នាក់ងារមនុស្សធម៌ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយសមាជិកសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាដែលតំណាងឲ្យសហគមន៍ជាច្រើនប្រភេទផ្សេងៗគ្នានិងដែលកំពុងធ្វើការលើបញ្ហាសិទ្ធិមនុស្សជាច្រើនទោះបីខ្ញុំមិនអាចរៀបរាប់លម្អិតអំពីកង្វល់និងអនុសាសន៍ដែលពួកគេបានចែករំលែកជាមួយខ្ញុំក៏ដោយប៉ុន្តែក៏មានទំនាក់លំអានចាស់សំខាន់មួយចំនួនដែលបានលើកឡើងចាស់ឆ្លងតាមរយៈកិច្ចប្រជុំរបស់ខ្ញុំជាមួយអង្គការសង្គមស៊ីវិលផងដែរអញ្ចឹងទី1ពួកគេបានសម្ដែងក្តីបារម្ភជាប់ជានិច្ចអំពីលក្ខខណ្ឌតម្រូវក្នុងការចុះបញ្ជីនិងការដាក់របាយការណ៍ជាពិសេសច្បាប់នៅក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងច្បាប់និយត្តកម្មទាំងឡាយគ្រប់គ្រងទៅលើសហជីពនិងប្រព័ន្ធផ្សព្វផ្សាយទី2គឺតំណាងអង្គការសង្គមស៊ីវិលជាច្រើនមានបំណងក្នុងការទទួលបានការបង្កលក្ខណៈងាយស្រួលក្នុងការតាក់ទងជាមួយនឹងការសន្ទនាជាមួយមន្ត្រីរដ្ឋាភិបាលឲ្យបានកាន់តែច្រើននិងសម្រាប់ការពិគ្រោះយោបល់ពេញលេញអំពីវិធានការច្បាប់និងគោលនយោបាយហើយគណៈពេលដែលខ្ញុំបានលើកឧទាហរណ៍មួយចំនួនអំពីកិច្ចសម្ព័ន្ធការជាវិជ្ជមានរវាងភ្នាក់ងាររដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលក្តីប៉ុន្តែខ្ញុំក៏បានលើកការត្អូញត្អែរថាសកម្មភាពពិគ្រោះយោបល់គ្រាន់តែជាការរៀបចំជាការប្រស្រ័យតាក់ទងផ្ដល់ចាព័ត៌មានតែប៉ុណ្ណោះចាជាជាងការសន្ទនាពិតប្រាកដហើយតំណាងមួយចំនួនក៏បានពិពណ៌នាថាចាំបាច់ត្រូវមានវេទិកាមួយដែលពួកគេអាចលើកឡើងពីក្តីកង្វល់ទៅកាន់អាជ្ញាធរពាក់ព័ន្ធដែលស្របតាមក្តីកង្វល់ទាំងនោះហើយខ្ញុំក៏បានលើកឡើងអំពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអំពីបញ្ហាប្រឈមតាក់ទងនឹងការរើសអើងការប្រមាថមាក់ងាយប៉ុន្តែខ្ញុំក៏បានលើពីការកើនឡើងនៃការយល់ដឹងនិងការទទួលយកពីសាធារណជនកាន់តែច្រើនឡើងផងដែរនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្សកម្ពុជាខ្ញុំក៏បានផ្ដល់ការគ្រប់គ្រងឆ្ពោះទៅរកការទទួលបានសមភាពអភិភិភាដែលស្របតាមការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមការកំណត់ឬក៏ GPO ផងដែរចំណែកក្រមស្ត្រីបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការពង្រឹងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជាហើយគាត់ក៏បានលើកឡើងអំពីការព្រួយបារម្ភក្នុងអំពីបន្ទុកអសមមាត្រដែលស្ត្រីត្រូវទទួលពីការផ្លាស់ទីលំនៅការជំពាក់បំណុលនិងការបញ្ហាប្រឈមសេដ្ឋកិច្ចផ្សេងៗទៀតផងដែរហើយបញ្ហាប្រឈមមួយទៀតតាក់ទងជាមួយនឹងជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាគឺកំពុងប្រឈមក្នុងចំណោមហ្នឹងគឺបញ្ហាសំខាន់នៅក្នុងការទទួលបានកម្មសិទ្ធិស្របច្បាប់លើដីធ្លីរបស់ពួកគាត់ហើយជនជាតិដើមភាគតិចនឹងភាគច្រើនត្រូវចំណាយពេលជាច្រើនឆ្នាំឬជាច្រើនទសវត្សរ៍ក្នុងការតស៊ូដើម្បីបានដើម្បីការពារដីធ្លីរបស់ពួកគេប្រឆាំងនឹងការទាមទារពីចង់និយាយថាពីតទល់បណ្ដឹងជាមួយនឹងក្រុមហ៊ុនសាជីវកម្មហើយទទួលបានភាពងាយស្រួលក្នុងការទទួលបានដំណើរការតុលាការដែលមានលក្ខណៈការិយាល័យនៅឡើយហើយខ្ញុំក៏បានជួបជាមួយនឹងជនមានពិការភាពហើយនឹងសកម្មជនការពារសិទ្ធិអំពីបញ្ហាប្រឈមហើយខ្ញុំទន្ទឹងរង់ចាំនឹងបន្តកិច្ចសន្ទនានិងពង្រឹងការស្រាវជ្រាវនិងវិការរបស់ខ្ញុំនៅលើបញ្ហាទាំងអស់នេះនៅក្នុងពេលខាងមុខទៀតបេសកកម្មលើកដំបូងរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជាក្នុងនាមអ្នករាយការណ៍ពិសេសនេះធ្វើឲ្យខ្ញុំមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅសម្រាប់ជនភៀសសឹកតាមបណ្ដោយព្រំដែនសម្រាប់អ្នកដែលត្រូវគេជួញដូរក៏ដូចជាអ្នកដែលកំពុងជាប់ពន្ធនាគារដោយសារតែគាត់ប្រើប្រាស់នៅសេរីភាពជាមូលដ្ឋានរបស់ខ្លួនប៉ុន្តែបេសកកម្មលើកនេះក៏ធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមសម្រាប់អនាគតរបស់ប្រទេសកម្ពុជាដែរគឺក្តីសង្ឃឹមដែលជំរុញដល់ការចូលរួមរបស់ខ្ញុំជាមួយនឹងអ្នកការពារសិទ្ធិមនុស្សជាមួយនឹងអ្នកសារព័ត៌មានក៏ដូចជាថ្នាក់ដឹកនាំនយោបាយដែលមានគោលការណ៍ច្បាស់លាស់និងប្រជាជនកម្ពុជាដែលបដិញ្ញាចិត្តចំពោះសិទ្ធិមនុស្សអនាគតរបស់ប្រទេសកម្ពុជាគឺពឹងផ្អែកទៅលើអ្នកទាំងអស់នេះហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានបម្រើការងារជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំពិតជារំភើបរីករាយហើយរំពឹងថានឹងធ្វើការជាមួយអ្នករាល់គ្នាក្នុងគណៈពេលដែលខ្ញុំបំពេញអាណត្តិការងារដ៏សំខាន់នេះអរគុណអរគុណច្រើនសូមសេវមួយឆ្លើយទៅបាទសូមអរគុណអ្នករាយការណ៍ពិសេសឥឡូវនេះ